សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំធ្វើការបង្ហាញអំពីកូនថ្នោតនៅថ្នាលរបស់ខ្ញុំមួយទៀតដែលខ្ញុំធ្វើការបណ្ដុះនៅខាងភូមិស្ពានថ្មីឃុំលៀងដៃសង្កាត់អង្គរធំខេត្តសៀមរាបយើងនេះឯងបាទដោយសារនៅខាងផ្លូវ60របស់យើងគឺទីតាំងចង្អៀតអញ្ចឹងខ្ញុំធ្វើការបណ្ដុះនៅទីនេះគឺទីតាំងវាធំសមល្មមដែលយើងអាចបណ្ដុះវាបានច្រើនហើយថ្ងៃនេះផងដែរយើងមកជញ្ជូនកូនថ្នោតរបស់យើងចូលទៅស្តុកខេត្តសៀមរាបផ្លូវ60ម៉ែត្របាទនេះដោយសារស្ថានភាពផ្លូវវាមិនទាន់ស្ងួតនៅឡើយទេអញ្ចឹងឡានចូលអត់ទាន់រួចទេបាទអញ្ចឹងមានតែអូអាតេសប្រជាបដោះអាសន្នសិនបាទដោយសារកូនថ្នោតដែលយើងបណ្ដុះនៅខាងផ្លូវ60ម៉ែត្រនោះវាអស់ហើយអញ្ចឹងធ្វើការជញ្ជូនកូនពីខាងភូមិស្ពានថ្មីខាងឃុំលៀងដៃនេះទៅដែលគេហៅថាពាក់ស្នែងណាបាទអញ្ចឹងធ្វើការជញ្ជូនកូនទៅហើយដែលមានការកំងពីបងប្រុសនៅខាងខេត្តកំពតបាទនៅខាងខេត្តកំពតចំនួន 2000 ដើមអញ្ចឹងយើងជញ្ជូនយកទៅតុកបាទដកចេញពីស្បៃដើម្បីយកឲ្យវាត្រូវពន្លឺថ្ងៃបាទពីព្រោះកូនឈើនៅខាងខ្ញុំបណ្ដោះនៅខាងភូមិស្ពានថ្មីនេះគឺខ្ញុំបណ្ដោះនៅក្នុងស្បៃអញ្ចឹងយើងត្រូវមុននឹងយើងយកទៅដាំគឺយើងត្រូវឲ្យវាត្រូវពន្លឺថ្ងៃយ៉ាងហោចណាស់ក៏រយៈពេល1សប្តាហ៍ដែរដើម្បីឲ្យវាមានភាពរឹងមាំបាទមានភាពរឹងមាំហើយយើងដាំទៅវាអត់អន់អញ្ចឹងណាបាទអរគុណ